ក្នុងថ្ងៃនេះខ្ញុំកណាបានសិភៅដែលសរសេរហើយនឹងបានចូលរោងពុំតែរបស់ពុំលើកនឹងបាន 50,000 ក្បាលទៀតក្នុងតម្លៃ $15,500 បានជាធម្មទានសម្រាប់ពុទ្ធបរិស័ទទាំងអស់ដែលមានសេចក្តីជ្រះថ្លាសិក្សានៅក្នុងព្រះពុទ្ធសាសនាមានពាក្យប្រារព្ធក៏បានសរសេរហើយចឹងណាព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាអ្នកទាំងឡាយចូលឃើញភ័យក្នុងសេចក្តីជ្រៅច្រអូសចូលឃើញការប្រារព្ធនៅសេចក្តីជាយាមថាជាផ្លូវនៃសេចក្តីសុខចែងសានហើយចូលប្រារព្ធនៅសេចក្តីជាយាមចុះនេះជាពាក្យទូលមានព្រានបដៅនៃព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ព្រះអង្គអ្នកទាំងឡាយចូលឃើញភ័យក្នុងវិវាទចូលឃើញការមិនមានវិវាទថាជាផ្លូវនៃសេចក្តីសុខចែងសានហើយចូលពោលវាចាទន់ភ្លន់ផ្អែមល្ហែមប្រកបដោយការព្រមព្រៀងគ្នាចុះនេះជាពាក្យទូលមានព្រានបដៅនៃព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ព្រះអង្គអ្នកទាំងឡាយចូលឃើញភ័យក្នុងសេចក្តីប្រមាទចូលឃើញការមិនប្រមាទថាជាផ្លូវនៃសេចក្តីសុខចែងសានហើយចូលចម្រើននៅអ្នកប្រកបដោយអង្គ8ប្រការចុះនេះជាពាក្យទូលមានព្រានបដៅនៃព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ព្រះអង្គអត្ថកថាចក្យាបិដកមានការបកស្រាយអំពីបារមីដោយន័យផ្សេងខ្ញុំបកករណាសម្បត្តិដកស្រង់កន្លែងខ្លះកាត់ចេញខ្លះនិងបញ្យល់ពាក្យដោយការបញ្ចូលសេចក្តីខ្លះតាមសំគួរហើយប្រមូលបានជាកូនសិភៅភាគទី1នៃធម៌បារមីព្រមដោយខ្លឹមសារខ្លីៗដែលមានអត្ថន័យសម្រាប់គិតពិចារណាសិភៅបារមីភាគទី2ជាភាគបញ្ចប់ខ្ញុំបកករណាសម្បត្តិនិងសរសេរនៅក្នុងវស្សានៃពុទ្ធសករាជ 2550 ក្នុងបំណងឲ្យពុទ្ធបរិស័ទយល់អំពីខ្លឹមសារនៃបារមីបានច្រើនឡើងទៀតហើយនឹងកាន់តែជ្រះថ្លាចំពោះគុណប្រតនត្រ័យច្រើនឡើងដែលជារតនៈដ៏មានតម្លៃបំផុតគួរដល់ការបូជាខ្ញុំប្រកាសណាសម្បត្តិសូមអនុមោទនាបុណ្យដែលពុទ្ធបរិស័ទបានកសាងនៅគម្ពីរបត្រៃបិដកដាក់តាមវត្តនានានិងសូមមានពាក្យពោលខ្លះដូចនេះថាបើចង់ឃើញអ្វីដែលល្អសូមអានបត្រៃបិដកចុះហើយអ្វីផ្សេងទៀតនោះសូមឲ្យព្រមតាមសច្ចៈនៃធម្មជាតិមិនចាំបាច់តម្រូវតាមចំណង់របស់ខ្លួនឡើយប៉ុន្តែយើងត្រូវរៀបចំឲ្យអ្វីទាំងនោះคล้ายមកជាប្រយោជន៍ក្នុងការបំពេញនៅបារមីគ្រប់យ៉ាងទាំងអស់អ្វីក្នុងលោកទោះជាល្អយ៉ាងណាគេសន្មតថាពិសេសយ៉ាងណាឬសូម្បីសម្បត្តិទឹកក៏ដោយក៏មិនអាចមកទម្លាយកិលេសឲ្យដូចជាបារមីដែលបានសន្សំនេះដែរការបំពេញបារមីធ្វើឲ្យមានលំនឹងក្នុងចិត្តមិនញាប់ញួរនឹងលោកធម៌ទាំង8ដោយយកការបានលៀបមកបំពេញទានបារមីយកការអត់លៀបមកចម្រើនសេចក្តីសន្តោសយកការបានយោះមកបំពេញវិរិយបារមីទទួលខុសត្រូវក្នុងទូនាទីយកការអត់យោះមកបំពេញការមិនកង្វល់យកពាក្យសរសើរមកបំពេញមេត្តាយកពាក្យនន្ទាមកចម្រើនខន្តីយកសុខមកចម្រើននៃខមៈនិងយកទុក្ខមកចម្រើនឧបេក្ខាបំពេញបារមីចម្រើនវិបស្សនាកាលណាយើងឃើញបារមីកាន់តែមានគុណតម្លៃក្រៃលែងឡើងកាលនោះយើងនឹងលះបង់បាននៅសេចក្តីប្រាថ្នាចំពោះសម្បត្តិក្នុងលោកផ្សេងទីបំផុតយើងនឹងរួចផុតចាកពីចំណងនៃវដ្តសង្សារសូមពុទ្ធបរិស័ទរីករាយក្នុងការអានឬស្ដាប់នៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធនិងសូមឲ្យបារមីស្ថិតក្នុងដួងអប្រតិនៃពុទ្ធបរិស័ទអស់កលជានិច្ចដោយបំណងល្អដល់ក្រៃលែងបារមីចាប់ផ្ដើមពីពណ៌ទី1ទៅបារមីគឺជាគុណធម៌ទាំងឡាយមានទានជាដើមកំណត់ដឹងដោយបញ្ញានៃបុគ្គលអ្នកឆ្លាតក្នុងឧបាយមានករណាដ៏ធំក្រៃលែងជាគ្រឿងទ្រទ្រង់ដែលតណ្ហាមានអ្នកនិងទិដ្ឋិមិនអាចកម្ចាត់បង់បានបារមីរមែងយ៉ាងសត្វទាំងឡាយឲ្យបរិសុទ្ធហ្មត់ចត់និងរមែងប្រកបសត្វទាំងឡាយទុកក្នុងព្រះនិព្វានដោយពិតប្រាកដលំដាប់លំដោយនៃបារមីនេះជាមេរិកាទី2ចឹងលំដាប់លំដោយនៃបារមីសិលមានក្នុងលំដាប់នៃទានព្រោះ1
សិលធ្វើឲ្យមានភាពបរិសុទ្ធទាំងអ្នកឲ្យទាំងអ្នកទទួលបានសម្រាប់ជាតេខិណាវិសុទ្ធិដ៏ពិសេសទីពោលដល់ការអនុគ្រោះអ្នកដទៃដោយទានក៏ត្រូវតែពោលដល់ការមិនបៀតបៀនអ្នកដទៃផងដែរជាការមិនសមគួរឡើយការបើអនុគ្រោះហើយបែរជាមានការបៀតបៀនទៅវិញនោះដូច្នេះឲ្យទានត្រូវតែមានសិលទៅសមគួរដោយពិតណាការឲ្យទានគឺការអនុគ្រោះណាដូច្នេះមិនមែនអនុគ្រោះហើយបៀតបៀននោះទេណាត្រូវមិនបៀតបៀនផងហើយការមិនបៀតបៀនគឺសិលអញ្ចឹងបានថាមានទានហើយមានសិលទី3ពោលដល់ធម៌ដែលគួរធ្វើហើយត្រូវពោលដល់ធម៌ដែលមិនគួរធ្វើផងទានជាធម៌គួរធ្វើហើយការបៀតបៀនការសម្លាប់លួចប្លន់ប្រព្រឹត្តខុសក្នុងកូនប្រពន្ធអ្នកដទៃជាដើមជាធម៌មិនគួរធ្វើទៅត្រូវពោលអំពីសិលក្នុងលំដាប់នៃទានណាទានគឺគួរធ្វើហើយចំណែកសិលប្រព្រឹត្តទៅដើម្បីកុំចាប់បង់នៅអ្វីដែលមិនគួរធ្វើនោះណាទី4កាលបើពោលពីហេតុនៃភោគសម្បត្តិគឺត្រូវពោលអំពីហេតុនៃភវសម្បត្តិផងដែរបុគ្គលបរិភោគនៅភោគសម្បត្តិដែលជាផលរបស់ទានត្រូវបរិភោគក្នុងសុគតិភពដែលសុគតិភពជាភវសម្បត្តិនេះសម្រាប់បានដោយប្រពៃព្រោះអំណាចកម្លាំងរបស់សិលណាសុគតិភពដែលជាភវសម្បត្តិនឹងសម្រាប់បានដោយសិលแล้วហើយភោគសម្បត្តិដែលជាផលរបស់ទានអញ្ចឹងបានថាត្រូវមានទានមានសិលនៃខមៈមានក្នុងលំដាប់នៃសិលព្រោះ1ការសម្រេចនៅសីលសម្បត្តិដោយនៃខមៈពោលគឺនៃខមៈជាឧបការៈជួយឲ្យបានសម្រេចនៅសម្បត្តិសិលដូចជាអ្នកគិរិយព្រះបរមពុរិស័ទរក្សាឧបោសថសិលនៅឋានអ្នកមិនបានស្រួលទៅគិតចេញអំពីទីនោះមករក្សាឧបោសថសិលនៅលើផែនដីបំពេញនៃខមៈបារមីជាឧបការៈជួយញ៉ាំងឲ្យសីលបារមីបានសម្រេចដោយល្អបែបនេះជាដើម2ពោលដល់កាយសុចរិតនិងវជ័យសុចរិតរួចហើយទៅពោលដល់មโนសុចរិតតាមក្រោយជាលំដាប់នៃខមៈគឺជាមโนកម្មវាចានៅកាមគុណតាមផ្លូវចិត្តរងាប់នៅអកុសលនិវរណៈមានកាមឆន្ទៈនិងព្យាបាទៈជាដើម3សិលបរិសុទ្ធរមែងឲ្យសម្រេចបាននៅឈានគឺជានៃខមៈតាមផ្លូវចិត្តព្រោះឈានបានដុតនៅសេចក្តីត្រេកអរក្នុងកាមគុណទាំងឡាយឈានគឺជាចិត្តវិសុទ្ធិដែលអាស្រ័យឧបការៈអំពីសីលវិសុទ្ធិ4ពោលដល់ការលះបង់នៅកិលេសដែលគ្រប់សង្កត់ចិត្តរូបរិទ្ធចិត្តតាមលំដាប់នៃការលះបង់កិលេសគ្រោតគ្រាតបានហើយសិលលះបង់នៅកិលេសគ្រោតគ្រាតហើយនៃកម្មៈលះបង់នៅកិលេសដែលគ្រប់សង្កត់ចិត្តនិងរូបរិទ្ធចិត្តណាហ្នឹងក្នុងលំដាប់នៃបារមីដែលនៃកម្មៈនៅលំដាប់អំពីសិលហ្នឹងបន្តមកទៀតបញ្ញាមានក្នុងលំដាប់នៃកម្មៈព្រោះ1ការសម្រេចនិងសេចក្តីបរិសុទ្ធនៃខមៈដោយបញ្ញាមានការចូលដល់សេចក្តីពិតគោលគឺដឹងច្បាស់នៅទោសរបស់កាមទាំងឡាយជួយឧបការៈដល់នៃខមៈឲ្យសម្រេចនៅភាពបរិសុទ្ធបញ្ញាដែលបានឃើញទោសរបស់កាមទាំងឡាយហ្នឹងជាឧបការៈជួយដល់នៃខមៈបញ្ញាហ្នឹងនៅក្នុងលំដាប់នៃខមៈហ្នឹងចំណុចទី1ទី2ពោលដល់បញ្ញាដែលមានសមាធិជាបតដ្ឋានណាគឺហេតុចិត្តបតដ្ឋានហ្នឹងគឺហេតុចិត្តណានឹងពោលដល់សមាធិមានបញ្ញាជាបច្ចុប្បន្នណៈគឺផលទី3ពោលដល់ការឆ្លាតក្នុងឧបាយនៃការបំពេញនៅប្រយោជន៍ផ្សេងៗដោយការតាំងចិត្តមាំក្នុងការធ្វើនៅប្រយោជន៍នោះការឆ្លាតគឺបញ្ញាឆ្លាតក្នុងការបំពេញប្រយោជន៍ហ្នឹងគឺទាល់តែមានចិត្តមាំណាការតាំងចិត្តមាំហ្នឹងគឺប្រព្រឹត្តទៅនៅក្នុងនៃខមៈដែលជាផ្នែកខាងសមាធិជាផ្នែកដែលធ្វើឲ្យចិត្តនឹងឯងមាំទាំហើយធ្វើអ្វីៗក៏បានសម្រេចនាំឲ្យមានបញ្ញាឆ្លាតអញ្ចឹងបញ្ញាហ្នឹងនៅក្នុងលំដាប់នៃខមៈហ្នឹងហើយមួយទៀតវិរិយៈមានក្នុងលំដាប់នៃបញ្ញាព្រោះ1សេចក្តីសម្រេចកិច្ចដោយបញ្ញាអាស្រ័យមកពីការប្រារព្ធនៃសេចក្តីព្យាយាមណានឹងសេចក្តីព្យាយាមហ្នឹងជាឧបការៈឲ្យចម្រើនទៅដោយបញ្ញាទី2ពោលដល់ការពិចារណាមុនធ្វើហើយទៅពោលដល់ការព្យាយាមព្រោះការព្យាយាមរបស់អ្នកដែលពិចារណាហើយទៅធ្វើរមែងនាំមកនៅផលពិសេសណាមុននឹងធ្វើអីហ្នឹងគឺថាគិតពិចារណាមានរបាយនៃបញ្ញាមានបញ្ញាអញ្ចឹងទៅ
ធ្វើទៅគឺបានល្អទី3ពោលដល់ការពិនិត្យសម្លឹងមើលពួកសត្វដែលមានទុកក្នុងសង្សារវដ្តហើយទៅពោលដល់ការប្រារព្ធនៅសេចក្តីជាយាមដើម្បីប្រយោជន៍ដល់ពួកសត្វបន្តទៅទៀតខន្តីមានក្នុងលំដាប់នៃវិរិយៈព្រោះ1សេចក្តីសម្រេចនៃការអត់ធ្មត់ដោយសេចក្តីជាយាមពោលគឺការជាយាមនាំឲ្យបានសម្រេចនៅខន្តីដោយការគ្របសង្កត់នៅទុក្ខលំបាកទី2សេចក្តីជាយាមជាអលង្ការនៃសេចក្តីអត់ធន់ពិតណាស់សេចក្តីអត់ធន់របស់អ្នកដែលមានជាយាមរមែងប្រសើរស្រស់ស្អាត3ពោលដល់ការលះឧទ្ធចៈនិងទោសៈដោយសេចក្តីជាយាមឧទ្ធចៈនិងទោសៈលះបានដោយសេចក្តីអត់ធន់ក្នុងការសម្លឹងមើលធម៌ព្រោះថាខន្តីជាគុណជាតិស្ងប់ពោលគឺស្ងប់នៅការរវើរវាយនិងការខឹងក្រោធជាដើមនឹងឯងប៉ុន្តែក៏ត្រូវអាស្រ័យការព្យាយាមដ៏ខ្លាំងក្លាក្នុងការសម្លឹងមើលធម៌ទើបសម្រេចបាននៅសេចក្តីស្ងប់នេះធ្វើការជាមួយគ្នាសេចក្តីព្យាយាមហើយនិងសេចក្តីអត់ធន់ទី4ពោលដល់ការធ្វើនៅសេចក្តីព្យាយាមជាប់តគ្នានៃអ្នកដែលមាននៅសេចក្តីព្យាយាមបានន័យថាអ្នកធ្ងន់ដោយខន្តីជាអ្នកមិនរវើរវាយគឺជាអ្នកមានព្យាយាមជាប់តគ្នានឹងឯងបើខ្វះខន្តីហើយមិនអាចជាអ្នកខ្លាំងក្លាដោយការព្យាយាមឡើយព្យាយាមតែតគ្នាហ្នឹងក៏ដោយអំណាចនៃសេចក្តីអត់ធន់សេចក្តីអត់ធន់នាំឲ្យមានសេចក្តីព្យាយាមតគ្នាហ្នឹងធ្វើការជាមួយគ្នាអញ្ចឹងសេចក្តីអត់ធន់ហ្នឹងនៅក្នុងលំដាប់នៃសេចក្តីព្យាយាមមួយទៀតទី5ពោលដល់សេចក្តីអត់ធន់ចំពោះទុក្ខវេទនាដែលទុក្ខវេទនានោះសម្រាប់ដោយសារអ្នកដទៃប្រហារបៀតបៀនដល់សាហាវក្រៃលែងក្នុងពេលដែលប្រារព្ធនៅសេចក្តីព្យាយាមដើម្បីបានសម្រេចនៅប្រយោជន៍ដល់អ្នកដទៃដោយព្រះបរមពុរិស័ទអីចឹងអត់ធន់ចំពោះទុក្ខវេទនាអ្នកដទៃបៀតបៀនប្រហារក្នុងការដែលព្រះអង្គបំពេញនៅបារមីមានទានបារមីមានសីលបារមីរហូតដល់ទៅបរមត្ថបារមីហ្នឹងណាដូច្នេះនាំឲ្យបានសម្រេចនៅប្រយោជន៍ដល់អ្នកដទៃក្នុងការដែលព្រះអង្គប្រារព្ធនៅសេចក្តីព្យាយាមហ្នឹងតើតែបានសម្រេចព្រោះថាព្យាយាមនាំឲ្យបានសម្រេចប៉ុន្តែតើតែមានសេចក្តីអត់ធន់ទៅធ្វើឲ្យសេចក្តីព្យាយាមហ្នឹងបានសម្រេចបន្តទៀតសច្ចៈមានក្នុងលំដាប់នៃខន្តីព្រោះ1ខន្តីតាំងនៅបានយូរដោយសច្ចៈគឺថាព្រោះរក្សានៅសច្ចៈទៅបានជាឧបការៈដល់ការតាំងនៅនៃខន្តីណាទី2ពោលដល់សេចក្តីអត់ធន់ចំពោះសេចក្តីវិញ្ញាណអន្តរាយផ្សេងសំបីដល់ថ្នាក់ត្រូវលះបង់ជីវិតដើម្បីរក្សានៅសច្ចៈពោលគឺអាចអត់ធន់ចំពោះអន្តរាយឬចំពោះឧបសគ្គបានទើបអាចរក្សាសច្ចៈទៅបានទោះជាត្រូវលះបង់នៅជីវិតក៏ដោយណាលើព្រះបរមពុរិស័ទចឹងរក្សាសច្ចៈលះបង់ជីវិតចឹងគឺមានសេចក្តីអត់ធន់ក្នុងការដែលត្រូវរក្សាសច្ចៈនឹងមិនភ័យខ្លាចមិនតក់ស្លុតមិនញាប់ញ័រដើម្បីរក្សាបាននៅសច្ចៈបារមីដូចជាព្រះវិធុរៈបណ្ឌិតឬក៏ដូចជាព្រះបរមពុរិស័ទដែលត្រូវស្ដេចឲ្យសាទចាប់ជាដើមហ្នឹងព្រះអង្គរក្សាសច្ចៈត្រូវមកឲ្យស្ដេចឲ្យសាទនឹងសម្លាប់ប៉ុន្តែដោយមានកិច្ចត្រូវទៅលាមេដាបិតាត្រូវទៅស្ដាប់ធម៌សិនព្រោះសុំឱកាសទៅហើយរក្សាសច្ចៈវិលត្រឡប់មកវិញហ្នឹងក៏មានសេចក្តីអត់ធន់ហ្នឹងមានកម្លាំងជាឧបការៈជួយឲ្យសម្រេចនៅសច្ចៈបារមីទី3ពោលដល់សេចក្តីអត់ធន់ក្នុងការសម្លឹងបរមត្ថធម៌ហើយពោលដល់ញាណសច្ចៈគឺសច្ចៈដែលជាវិបស្សនាក្នុងការទំនុកបំរុងឲ្យកម្លាំងដល់ខន្តីគឺសេចក្តីអត់ធន់នោះឯងណានឹងសេចក្តីអត់ធន់នោះតេតងទៅនឹងវិបស្សនាញាណដែលហៅថាញាណសច្ចៈអធិដ្ឋានមានក្នុងលំដាប់នៃសច្ចៈព្រោះ1សេចក្តីសម្រេចនៃសច្ចៈដោយអធិដ្ឋានគឺថាការសម្រេចបាននៅវិរតិសច្ចៈក្តីញាណសច្ចៈក្តីនិងវិជ័យសច្ចៈក្តីដោយការតាំងចិត្តមិនញាប់ញ័រហ្នឹងគឺមានសភាពដែលតើយើងអាចអានហើយយើងគិតមួយឲ្យយល់យើងគិតឲ្យយល់ណាកណ្ណាគុណចាស់អីក៏អាចដើម្បីយកសេចក្តីហ្នឹងមកបកស្រាយសម្ដែងជាពធទេសនាព្រោះមានជំរឿមិនមែនមើលអញ្ចឹងទៅឲ្យគិតយល់ព្រាមទេបើខ្វះការសន្សំឧបនិស្ស័យនៃបញ្ញាខ្វះការគិតចាត់ណាក៏មិនអាចស្ដាប់ទៅយល់បានទេតើតែអធិប្បាយមានរឿងរ៉ាវលើកឡើងជាឧទាហរណ៍បញ្ជាក់ទៅនៅក្នុងវិជាដកទៅក្នុងចរិយា3ដកដែលព្រះបរមពុរិស័ទបានបំពេញនឹងទៀតសច្ចៈមាន3ចឹងសច្ចៈវិរតិសច្ចៈញាណសច្ចៈនិងវិជ័យសច្ចៈវាអាស្រ័យឧបការៈពីអធិដ្ឋានគឺការតាំងចិត្តមាំដែលនាំឲ្យសម្រេចបាននៅសច្ចៈទាំង3ហ្នឹង
ទីពីរគោលដល់ការនិយាយពាក្យពិតដែលជាវិជ័យសច្ចៈហើយក៏គោលដល់ភាពនៃបុគ្គលមិនញាប់ញួរនៅក្នុងការពោលពាក្យពិតនោះពិតណាស់បុគ្គលដែលទុកចិត្តបានមិនញាប់ញួរប្រព្រឹត្តសមគួរតាមពាក្យប្រាជ្ញាមានការសន្យាថានឹងឲ្យទានជាដើមណានឹងដោយអំណាចនៃសច្ចៈតាមដែលបានសន្យាជាឧបការៈឲ្យមានការតាំងចិត្តមាំនឹងជាឧបការៈឲ្យដល់គ្នាអញ្ចឹងផងដែរទី3ពោលដល់ញាណសច្ចៈដែលជាភាពពិតប្រាកដមួយគឺបញ្ញាហើយទៅពោលដល់ការប្រព្រឹត្តទៅនៃពោធិសម្ភារទាំងឡាយគឺការសន្សំនៅបារមីដើម្បីបានត្រាស់ដឹងជាពុទ្ធការសន្សំនៅបុណ្យបារមីហ្នឹងហៅថាពោធិសម្ភារពោធិសម្ភារគឺការសន្សំបន្ទុំបុណ្យបារមីដើម្បីបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធពិតណាស់បុគ្គលមានញាណតាមសេចក្តីពិតរមែងអធិដ្ឋាននៅពោធិសម្ភារទាំងឡាយនិងញ៉ាំងនៅពោធិសម្ភារទាំងឡាយនោះឲ្យបានសម្រេចព្រោះមិនញាប់ញួរដោយបរិបត្តិទាំងឡាយណានឹងដោយអំណាចនៃញាណសច្ចៈគឺបញ្ញាដែលនាំឲ្យមានការអធិដ្ឋាននៅពោធិសម្ភារនឹងបានដល់នៅសេចក្តីសម្រេចហើយមេត្តាមានក្នុងលំដាប់នៃអធិដ្ឋានព្រោះមួយសេចក្តីសម្រេចនៃអធិដ្ឋានដោយការសមាទាននៅអំពើជាប្រយោជន៍ដល់អ្នកដទៃដោយមេត្តាយើងគិតទៅយល់ហើយដោយអំណាចមេត្តាដើម្បីញ៉ាំងប្រយោជន៍សត្វឲ្យបានសម្រេចដូច្នេះជាឧបការៈឲ្យមានការអធិដ្ឋានមកតាំងចិត្តធ្វើអីមួយធ្វើឲ្យបានសម្រេចធ្វើឲ្យពិតប្រាកដបើមិនសម្រេចទេមិនអាចជួយអ្នកដទៃបានទេតែបំណងដើម្បីជួយអ្នកដទៃញ៉ាំងប្រយោជន៍អ្នកដទៃបានសម្រេចគឺមេត្តាដូច្នេះមេត្តានឹងជាឧបការៈដល់អធិដ្ឋានបារមីទី2ពោលដល់អធិដ្ឋានហើយទៅពោលដល់ការនាំនៅប្រយោជន៍ចូលទៅដល់អ្នកដទៃព្រោះថាអ្នកដែលតាំងមមនៅក្នុងពោធិសម្ភារគឺជាអ្នកមានប្រកបដីនៅដោយមេត្តាហ្នឹងជាឧបការៈត្រឡប់មកវិញអធិដ្ឋានបារមីការតាំងចិត្តមាំនឹងឯងព្រោះការអធិដ្ឋានតាំងចិត្តដើម្បីបានសម្រេចនៅប្រយោជន៍ក៏ជាអ្នកមានប្រកបដីនៅដោយមេត្តាឧបេក្ខាមានក្នុងលំដាប់នៃមេត្តាព្រោះមួយសេចក្តីបរិសុទ្ធនៃមេត្តាដោយឧបេក្ខាការដែលសត្វទាំងឡាយប្រព្រឹត្តទៅតាមបាបកម្មដែលខ្លួនបានធ្វើរមែងមិនប្រព្រឹត្តទៅតាមមេត្តាដែលបំណងប្រាថ្នានៅប្រយោជន៍ឲ្យដល់សត្វលោកនោះឡើយដោយឧបេក្ខាបានកើតឡើងកាន់យកនៅការប្រព្រឹត្តទៅនៃសត្វលោកព្រោះកម្មនឹងឯងជាអារម្មណ៍ជំនួសទោមនស្សនោះដែលធ្វើឲ្យមេត្តាបរិសុទ្ធព្រោះបានរួចផុតពីទោមនស្សជាសត្រូវបើមិនពិចារណាឲ្យឃើញច្បាស់ថាសត្វលោករមែងប្រព្រឹត្តតាមកម្មទេមេត្តារមែងជាបច្ច័យឲ្យកើតទោមនស្សដោយឧបនិស្សយបច្ច័យនៅពេលបុគ្គលដែលខ្លួនមានមេត្តានោះជួបនៅវិបត្តិអ្វីមួយណានឹងមានមេត្តាបំណងឲ្យអ្នកដទៃបានសុខប៉ុន្តែដល់ទៅអ្នកដទៃមាននៅសេចក្តីទុក្ខរហូតដល់ជួយមិនបានតើមានឧបេក្ខាមកទុក្ខប្រព្រឹត្តទៅក្នុងសត្វលោកនោះដោយឧបេក្ខាញាណឬក៏ឧបេក្ខាបារមីបានដឹងថាសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនទើបមិនមានទោមនស្សរក្សាមេត្តាឲ្យនៅបរិសុទ្ធណាហើយយ៉ាងទៀតមានមេត្តាបានច្រើនឲ្យអ្នកដទៃបានសេចក្តីសុខព្រោះបានពិចារណាឃើញថានឹងក្រត់ប្រាស់គ្នានឹងបែកបាក់គ្នាដូច្នេះមុននឹងក្រត់ប្រាស់បែកបាក់ក៏ធ្វើនៅអំពើល្អឲ្យដល់គ្នាឲ្យច្រើនដល់ពេលសត្វលោកប្រព្រឹត្តទៅតាមកម្មប្រត់ប្រាស់បែកបាក់ដោយប្រការណាទៅក៏រក្សាចិត្តបានឃើញសត្វលោកប្រព្រឹត្តទៅតាមកម្មហើយណាមួយអំពើល្អស្មានបានធ្វើច្រើនហើយក៏មិនទោសមនោះណាយ៉ាងទៀតរាគៈរមែងកើតឡើងធ្វើឲ្យមេត្តាសៅមងទៅបានកាលណាបើមិនបានពិចារណាពីការប្រព្រឹត្តទៅនៃសត្វលោកប្រកម្មទេនោះដូច្នេះឧបេក្ខារមែងធ្វើឲ្យមេត្តាបានបរិសុទ្ធរួចផុតពីសត្រូវរបស់ខ្លួនទោមនស្សនិងរាគៈជាសត្រូវរបស់មេត្តាដោយពិតរមែងធ្វើឲ្យមេត្តាមានការសៅមងជារឿយៗចឹងឧបេក្ខាហ្នឹងធ្វើឲ្យរួចអំពីទោមនស្សហើយនិងរាគៈយ៉ាងទៀតដែលឧបេក្ខានៅក្នុងលំដាប់នៃមេត្តាទី2ពោលដល់ការនាំនៅប្រយោជន៍ឲ្យដល់សត្វទាំងឡាយហើយទៅពោលដល់ការមិនសម្លឹងចាប់ទោសកំហុសរបស់អ្នកដទៃនោះដោយសេចក្តីថាមេត្តាជាបច្ច័យនៃឧបេក្ខាក្នុងមហាកុសលចិត្តណាយើងមានមេត្តាបំណងប្រាថ្នាឲ្យអ្នកដទៃបានសេចក្តីសុខដូច្នេះមិនមែនប្រព្រឹត្តទៅដើម្បីចេះតែសម្លឹងរំពេចទោសអ្នកដទៃទេគឺមានឧបេក្ខាចម្រើនឡើងសម្លឹងជាកណ្ដាលដោយអំណាចនៃតត្រមច្ឆតតាអញ្ចឹងព្រោះមេត្តាជាឧបការៈដល់ឧបេក្ខាបារមីណាបានសម្រេចនឹងហើយទី3ពោលដល់មេត្តាភាវនាហើយពោលដល់សេចក្តីចម្រើនដែលជាផលរបស់មេត្តាភាវនានោះដោយសេចក្តីថាមេត្តាជាបច្ច័យនៃឧបេក្ខាក្នុងរូបអវចរៈកុសលចិត្តដោយឧបនិស្សយបច្ច័យ
ក្នុងការចម្រើនព្រះមវិហារធម៌ចម្រើនមេត្តាករុណាមុទិតាឲ្យបានចម្រើននៅឧបេក្ខាក្នុងឈាមទៀតទី4ពលដល់សភាពនៃគុណដែលគួរអស្ចារ្យថាបុគ្គលអ្នកប្រងើយកន្តើយក្នុងសត្វដោយឧបេក្ខាគឺជាអ្នកដែលប្រាថ្នានៅប្រយោជន៍ឲ្យដល់សត្វនឹងឯងព្រោះថាបុគ្គលអ្នកមានបញ្ញាយល់អំពីដំណើរជីវិតនៃសត្វលោកតាមសេចក្តីពិតនោះរមែងជាអ្នកសាងនៅប្រយោជន៍ឲ្យដល់មនុស្សទាំងឡាយជាទូទៅដោយមនុស្សសត្វទាំងនោះសុទ្ធតែជាញាតិក្នុងសង្សារវដ្តលោកមនុស្សសត្វនោះមានវិបត្តិឬមានដំណើរជីវិតទៅតាមកម្មយ៉ាងណាឧបេក្ខាប្រកបដោយបញ្ញារមែងកើតឡើងព្រោះអំពើល្អដែលជាប្រយោជន៍បានធ្វើស្រេចហើយឲ្យដល់ជីវិតទាំងនោះមនុស្សយើងបានកើតមកហើយមានការជួបមុខគ្នាយ៉ាងណាគួរតែធ្វើនៅអំពើជាប្រយោជន៍ឲ្យដល់គ្នាដែលអំពើជាប្រយោជន៍នោះបរិច្ចាគនៅរាគៈដោយពិតហើយគួរប្រព្រឹត្តនៅសុចរិតឲ្យជាប្រចាំដែលជាការបញ្ជាក់ថាមិនជាទេសៈរបស់លោកនេះនឹងជាការឈ្នះព្រមទាំងរួចផុតស្រឡះអំពីលោកនេះផងបុគ្គលអ្នកប្រាថ្នានៅប្រយោជន៍ក៏បីជ្រាបលំដាប់នៃបារមីទាំងឡាយនោះដោយប្រការដូចនេះឯងហើយមានតែការបន្តមកទៀតទី3ហ្នឹងគឺលក្ខណៈទីចតុកៈរបស់បារមីទានបារមីមានការបរិច្ចាគជាលក្ខណៈមានការកម្ចាត់លោកភៈក្នុងទេយធម៌ជាកិច្ចមានភាពអង្អាចឬមានភាពសម្បូរនៃភពនិងការផុតចាកភពជាបច្ចុប្បន្នឋានៈនិងមានសទ្ធាជ្រះថ្លាក្នុងការបរិច្ចាគនៅវត្ថុដែលគួរឲ្យជាបច្ចុប្បន្នឋានសីលបារមីមានការវាចាដោយការសមាទាននិងមានការតាំងមាំដែលជាទីតាំងនៃកុសលធម៌ទាំងពួងជាលក្ខណៈមានការកម្ចាត់បង់នៅភាពទ្រុសិលឬមានការមិនមានទោសជាកិច្ចមានភាពស្អាតបរិសុទ្ធនៃការប្រព្រឹត្តដោយកាយវាចាជាបច្ចុប្បន្នឋានៈនិងមានហិរិអោតបៈជាបតដ្ឋាននេខមបារមីមានការចិញ្ចាកាមជាលក្ខណៈមានការប្រកាសទោសនៃកាមនោះជាកិច្ចមានការបែកខ្នងដាក់កាមដែលប្រកបដោយទោសនោះជាបច្ចុប្បន្នឋានៈនិងមានសេចក្តីសង្វេគជាបតដ្ឋានបញ្ញាបារមីមានការដឹងច្បាស់ចាក់ឆ្លុះនៅសភាវធម៌ជាលក្ខណៈមានការធ្វើអារម្មណ៍ឲ្យភ្លឺស្វាងជាកិច្ចមានការមិនវង្វេងជាបច្ចុប្បន្នឋានៈនិងមានសមាធិឬមានយោនិសោមនសិការជាបតដ្ឋានវិរិយបារមីមានឧស្សាហៈជាលក្ខណៈមានការឧបត្ថម្ភទំនុកបំរុងនៅសហជាតិធម៌ជាកិច្ចមានការមិនលិចចុះមិនរួញថយជាបច្ចុប្បន្នឋានៈនិងមានសេចក្តីសង្វេគជាបតដ្ឋានខន្តិបារមីមានសេចក្តីអត់ធន់ជាលក្ខណៈមានការអត់ទ្រាំចំពោះអារម្មណ៍ដែលគួរប្រាថ្នានិងមិនគួរប្រាថ្នាជាកិច្ចមានការអត់ទ្រាំបានឬមានការមិនក្រោធជាបច្ចុប្បន្នឋានៈនិងមានការឃើញតាមសេចក្តីពិតជាបតដ្ឋានសច្ចបារមីមានការមិននិយាយខុសជាលក្ខណៈមានការប្រកាសតាមសេចក្តីពិតជាកិច្ចមានការត្រជាក់ត្រជុំក្នុងចិត្តជាបច្ចុប្បន្នឋានៈនិងមានការឃើញតាមសេចក្តីពិតជាបតដ្ឋានអធិដ្ឋានបារមីមានការតាំងចិត្តក្នុងពោធិសម្ភារគឺការសន្សំបន្ទុំបារមីដើម្បីត្រាស់ដឹងជាលក្ខណៈមានការគ្របសង្កត់នៅអ្វីដែលជាបរិបៈរបស់ពោធិសម្ភារជាកិច្ចមានការមិនញាប់ញួរក្នុងការគ្របសង្កត់នៅបរិបៈនោះជាបច្ចុប្បន្នឋានៈនិងមានពោធិសម្ភារជាបតដ្ឋានមេត្តាបារមីមានការប្រព្រឹត្តទៅនៃអាការៈដែលជាប្រយោជន៍ដល់សត្វទាំងឡាយជាលក្ខណៈមានការនាំប្រយោជន៍ចូលទៅឬមានការកម្ចាត់អាឃាតជាបាបជាកិច្ចមានការសុភាពជាបច្ចុប្បន្នឋានៈនិងមានការឃើញសត្វទាំងឡាយជាទីគួរឲ្យមានមេត្តាព្រោះគ្រប់ជីវិតសុទ្ធតែប្រាថ្នាសេចក្តីសុខមានចិត្តមានគំនិតចេះភ័យខ្លាចចេះស្រឡាញ់ខ្លួនឯងនិងចេះស្រឡាញ់អ្នកដទៃជាបតដ្ឋានឧបេក្ខាបារមីមានការប្រព្រឹត្តទៅជាកណ្ដាលក្នុងសត្វទាំងឡាយជាលក្ខណៈមានការមើលឃើញនូវភាពស្មើគ្នាក្នុងពពួកសត្វដែលប្រព្រឹត្តទៅតាមកម្មជាកិច្ចមានការស្ងប់នៅសេចក្តីចង្អៀតចង្អល់ជាបច្ចុប្បន្នឋានៈនិងមានការពិចារណាឃើញថាសត្វមានកម្មជារបស់ខ្លួនជាបតដ្ឋានដោយសរុបមកបារមីទាំងអស់មានលក្ខណៈកិច្ចផលបតដ្ឋានយ៉ាងណាបារមីទាំងអស់មានការអនុគ្រោះអ្នកដទៃជាលក្ខណៈមានការធ្វើនៅឧបការៈដល់អ្នកដទៃជាកិច្ចឬមានការមិនញាប់ញួរជាកិច្ចមានការស្វែងរកនៅប្រយោជន៍ជាបច្ចុប្បន្នឋានៈឬមានភាពជាព្រះសម្មាសម្ពុទ្ធជាបច្ចុប្បន្នឋាននិងមានមហាករុណាជាបតដ្ឋានឬមានភាពជាអ្នកឆ្លាតក្នុងឧបាយនៃករុណាជាបតដ្ឋាននឹងអស់មេតិកាមួយទៀតហើយចូលដល់មេតិកាមួយទៀតវែងឆ្ងាយទៅមេតិកាទី4ហ្នឹងគឺនិយាយអំពីបច្ច័យនៃបារមីទាំងឡាយបច្ច័យនៃបារមីទាំងឡាយហ្នឹងមានដល់តែ7ឯណោះ7ទី1គឺអភិនិហាតើអភិនិហាហ្នឹងយ៉ាងម៉េចទី2បញ្ញានិងករុណាដែលជាបច្ច័យនៃបារមីនោះទី3ឧស្សាហៈជាដើមទី4អធិស្ស្រ័យ6យ៉ាងទី5អធិស្ស្រ័យក្នុងបារមីទី6ពិចារណាទោសនិងអានិសង្សទី7ចរណធម៌15ណាមាន7យ៉ាងដែលជាបច្ច័យនៃបារមីយើងសិក្សានៅបារមីធម៌នេះមាន
ចិត្តមួយជ្រះថ្លាទៅក្នុងព្រះសម្មាសម្ពុទ្ធដល់ក្រៃលែងព្រោះកាលណាបើយើងមិនសិក្សាដល់ហេតុដែលនាំឲ្យបានសម្រាប់ជាព្រះសម្មាសម្ពុទ្ធតែយើងក៏មិនស្គាល់ជាដឹងថាតើព្រះសម្មាសម្ពុទ្ធនឹងអស្ចារ្យយ៉ាងណាហើយយើងអស់30នាទីហើយអស់មួយចំហៀងឆែអត់ហើយនឹងបានស្ដាប់បន្តទៅនៅបច្ច័យនៃបារមីទាំងឡាយមាន7ចឹងទី1អភិនិហាទី2បញ្ញាករណាទី3ឧស្សាហៈជាដើមទី4អធិស្ស្រ័យ6យ៉ាងទី5អធិស្ស្រ័យក្នុងបារមីទី6ពិចារណាទុក្ខនិងអានិសង្សទី7ចរណៈធម៌15កាលណាយើងសិក្សាពីបារមីចឹងទៅកាលណាគុណចាស់និមន្តទៅញាតិញោមអញ្ជើញទៅកាន់ពុទ្ធភូមិឬក៏បូជនីយដ្ឋានផ្សេងៗនៅប្រទេសស្រីលង្កាប្រទេសឥណ្ឌាជាដើមហ្នឹងធ្វើឲ្យនឹកឃើញដល់រតនវត្ថុដែលកើតឡើងក្នុងលោកហើយក៏មិនមែនឲ្យយើងអស់សង្ឃឹមទេពីព្រោះនឹងប្រកបច្បាស់ក្នុងបញ្ញាញាណរបស់យើងគឺប្រយោជន៍នៅមានសពថ្ងៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅក្នុងការយល់ដឹងរបស់យើងប្រាប់យើងស្រោចស្រង់យើងពិតប្រយោជន៍ដែលសម្រាប់យើងបានទទួលគឺនៅមានគ្រប់គ្រាន់ទាំងអស់ណាទោះឲ្យយើងរីករាយជ្រះថ្លាដល់យ៉ាងក្រៃលែងចឹងក្នុងការដែលយើងបានទទួលនៅរតនៈទាំង3ជាសម្បត្តិដូច្នេះបច្ច័យនៃបារមីទី1គឺអភិនិហាអញ្ចឹងយើងចាំស្ដាប់មើលតើដូចម្ដេចដែលហៅថាអភិនិហានោះអភិនិហាជាបច្ច័យនៃបារមីទាំងឡាយព្រះដ៏មានពភាព្រះអង្គទ្រង់ត្រាស់ថាអភិនិហារមែងសម្រាប់ព្រោះធម្មសមាធិ8ប្រការគឺភាពជាមនុស្ស1លង្កសម្បត្តិ1ហេតុ1សថារទេសនា1បព្វជិ1គុណសម្បត្តិ1អធិការៈ1និងឆន្ទតា1ណាមានបល័យថាមនុស្សសត្វតាំងលង្កសម្បត្តិអេតសថារទេសនាបព្វជិគុណសម្បត្តិអធិការោចឆន្ទតាអដ្ឋធម្មសមាធិនេះអភិនិហារោសមិច្ឆតិនឹងដែលមានសេចក្តីប្រែមកដោយតែបានអានហើយនឹងក្នុងបទទាំង8នោះគឺ1មនុស្សសត្វតាំងណានឹងដែលជាហេតុនាំឲ្យបានសម្រាប់នៅអភិនិហាណាណាមានមនុស្សសត្វតាំងហ្នឹងទី1ណាហើយទី2លង្កសម្បត្តិទី3ហេតុទី4សថារទេសនាជាដើមអញ្ចឹងទៅទាំងអស់មាន8ទី1មនុស្សសត្វតាំងបានដល់អត្តភាពរបស់មនុស្សព្រោះសេចក្តីប្រាថ្នារមែងសម្រាប់ដល់អ្នកដែលតាំងនៅក្នុងអត្តភាពរបស់មនុស្សតែប៉ុណ្ណោះហើយដែលការប្រាថ្នានោះគឺប្រាថ្នាជាព្រះសម្មាសម្ពុទ្ធរមែងមិនសម្រាប់ដល់អ្នកដែលតាំងនៅក្នុងជាតិផ្សេងមានលេខគ្រុឌជាដើមឡើយបើសួរថាព្រោះហេតុអ្វីក៏បីតបថាព្រោះមនុស្សសំគូដល់ភាពជាពុទ្ធដោយការដែលព្រះអង្គនៅជាសមេតបណ្ឌិតអញ្ចឹងគឺព្រះអង្គនៅក្នុងកំណើតជាមនុស្សតើតែនៅក្នុងកំណើតជាមនុស្សទៅចាប់ផ្ដើមព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជាកណានឹងមកពីដើម្បីឲ្យបានសមគួរដល់ភាពដែលព្រះអង្គជាព្រះពុទ្ធនោះទី2លង្កសម្បត្តិសូម្បីតាំងនៅក្នុងអត្តភាពជាមនុស្សហើយតែសេចក្តីប្រាថ្នារមែងសម្រេចបានចំពោះតែមនុស្សប្រុសប៉ុណ្ណោះរមែងមិនសម្រេចដល់ស្ត្រីឬខ្ទើយឬមនុស្សដែលមានភេទពីរឡើយបើទោះថាព្រោះអ្វីក៏បីឆ្លើយថាព្រោះភេទប្រុសសំគួរដល់ភាពជាប្រពុតនិងព្រោះមានភាពបរិបូរណ៍នៃលក្ខណៈ3ហេតុហេតុណាគឺដល់រួមដោយឧបនិស្ស័យហេតុហ្នឹងគឺហេតុឧបនិស្ស័យទៅតែណាសេចក្តីប្រាថ្នារមែងសម្រាប់ដល់មនុស្សប្រុសដែលសម្បូរដោយឧបនិស្ស័យបើមិនប្រាថ្នាជាព្រះពុទ្ធទេអាចបានជាព្រះអរហន្តក្នុងជាតិនោះព្រោះហេតុដែលជាសម្បត្តិណាហេតុសម្បត្តិក្រៅពីនេះគឺមិនអាចសម្រេចបានឡើយក្នុងកំណើតព្រះអង្គជាសមេតបណ្ឌិតនឹងមានឧបនិស្ស័យអាចដុតកិលេសឲ្យឆេះអស់ជាព្រះអរហន្តបានប៉ុន្តែដល់ប្រាថ្នាជាពុទ្ធទៅនៅបន្តមកទៀតប៉ុន្តែមនុស្សហើយភេទជាប្រុសហើយនឹងដល់ព្រមដោយឧបនិស្ស័យអញ្ចឹងមានហេតុដែលអាចឲ្យដុតកិលេសឆេះអស់បានទៅព្រះពុទ្ធព្រះអង្គជាកណានឹងគឺនិយាយនៅក្នុងអភិនិហាទាំងណាទី3ហ្នឹងហើយអភិនិហាទី4នេះដែលសម្រាប់ទៅបានណាដោយសត្ថារទេសនាគឺការដែលព្រះសាស្តានៅចំពោះមុខព្រោះសេចក្តីប្រាថ្នារមែងសម្រាប់ដល់បុគ្គលណាដែលប្រាថ្នានៅក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធទ្រង់គង់ប្រជញ្ញនៅឡើយកាលបើព្រះធម្មវិភាទ្រង់ព្រះនិព្វានហើយសេចក្តីប្រាថ្នារមែងមិនសម្រាប់
ក្នុងមុខប្រចាំដីគល់ពពុទ្ធព្រឹកទីព្រះបរិមាឬក៏ទីសំណាក់នៃព្រះវិជ័យពុទ្ធនិងព្រះសាវករបស់ព្រះសម្មាសម្ពុទ្ធឡើយព្រោះហេតុអ្វីទៅមិនសម្រេចព្រោះមិនមានអធិការៈគឺការពេញចិត្តដ៏មានកម្លាំងក្នុងការធ្វើដល់ក្រៃលែងបើមិនបាននៅចំពោះពភៈនៃព្រះមានពភៈដែលគង់បច្ចុប្បន្ននៅទេអធិការៈគឺកម្លាំងនៃការបំពេញដល់ក្រៃលែងហ្នឹងគឺមិនអាចសម្រេចទៅបានណានឹងគឺគាត់តែមានព្រះបរមសាស្តានៅចំពោះមុខដែលព្រះអង្គគង់បច្ចុប្បន្ននៅឡើយនឹងទៅអាចសម្រេចបាននៅអភិនិហាហ្នឹងដោយអាស្រ័យមានហេតុហ្នឹងណាទី6គុណសម្បត្តិគឺដល់ព្រមដោយគុណមានអភិញ្ញាជាដើមសេចក្តីប្រាថ្នារមែងសម្រាប់ដល់បព្វជិតដែលបានសមាបត្តិ8និងអភិញ្ញា5រមែងមិនសម្រាប់ដល់អ្នកដែលប្រសិទ្ធចាកនៅគុណសម្បត្តិទាំងនេះឡើយព្រោះហេតុអ្វីព្រោះអាចស្រាវជ្រាវរកបារមីឃើញបានព្រះមហាបរតបំពេញអភិនិហាជាអ្នកអាចស្រាវជ្រាវរកឃើញនៅបារមីដោយខ្លួនឯងជាអ្នកប្រកបដោយឧបនិស្សយសម្បត្តិនិងអភិញ្ញាសម្បត្តិណាគឺក្នុងកំណើតព្រះអង្គជាសមេតបណ្ឌិតប្រពុតទីបាងកព្យាករហ្នឹងគឺមានអភិញ្ញាមានសមាបត្តិ8អភិញ្ញា5នឹងទៅប្រពុតជាកបើខ្វះសមាបត្តិខ្វះវិជាគឺមិនអាចដើម្បីនឹងពិចារណារកពុទ្ធការកធัวបារមីដែលត្រូវបំពេញមកហ្នឹងឃើញដោយខ្លួនឯងទេនឹងហើយសំណោធានទី7អធិការោគឺមានឧបការៈដល់ក្រៃលែងពិតណាស់បុគ្គលណាដល់ព្រមដោយគុណសម្បត្តិតាមដែលបានពោលហើយទោះបីជីវិតរបស់ខ្លួនក៏ហ៊ានលះបង់គោជាចំពោះព្រះសម្មាសម្ពុទ្ធដែររមែងធ្វើនៅឧបការៈដល់យ៉ាងក្រៃលែងក្នុងកាលនោះអភិនិហារមែងសម្រាប់ដល់បុគ្គលនោះឯងរមែងមិនសម្រាប់ដល់បុគ្គលក្រៅអំពីនេះឡើយដូចជាសមេតបណ្ឌិតចឹងសុខចិត្តលះបង់ជីវិតធ្វើជាស្ពានសូមឲ្យប្រពុតជន់ពីលើនិងគ្រប់ពិខុសង្ឃទាំងអស់ជន់ពីលើណាប៉ុន្តែមិនបានបាត់បង់ជីវិតទេគ្រាន់តែតាំងចិត្តថាបើត្រូវស្លាប់ក៏ស្លាប់ទៅចុះអាហ្នឹងហៅថាអធិការោចឹងទី8ឆន្ទតាគឺពេញចិត្តក្នុងកុសលដោយបំណងប្រាថ្នានឹងធ្វើសេចក្តីប្រាថ្នារមែងសម្រាប់ដល់អ្នកដែលប្រកបដោយធម៌តាមដែលបានពោលហើយមានការពេញចិត្តខ្លាំងបំណងនឹងធ្វើដល់ក្រៃលែងដើម្បីប្រយោជន៍ដល់ធម៌ដែលធ្វើឲ្យបានសម្រាប់ជាព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះគឺពេញចិត្តនឹងឲ្យបាននៅសព្វយុត្តញ្ញាណសំបីត្រូវលុយដុំរងើកភ្លើងពេញមួយចក្រវាលឬក៏ថា4អសង្ខ័យមួយសែនកាប់ទៀតនៅក្នុងនរករហូតហើយបានមកជាព្រះសម្មាសម្ពុទ្ធក៏ព្រមដែរអានឹងឆន្ទតាពេញចិត្តនឹងសព្វយុត្តញ្ញាណដល់ក្រៃលែងទៀតតើតើមានឆន្ទតានឹងទៅពុទ្ធព្យាករអភិនិហាប្រកបដោយអង្គ8នេះកាលណាបើប្រកបដោយអង្គ8ហ្នឹងគឺហៅថាអភិនិហាចឹងណាក៏បីជ្រាបថាចិត្តបាបដែលប្រព្រឹត្តទៅបានប្រជុំដោយអង្គ8នេះឯងណាចិត្តបាបនោះមានការតាំងចេតនាយ៉ាងមាំដើម្បីសម្មាសម្ពោធិញ្ញាណជាលក្ខណៈមានសេចក្តីប្រាថ្នាមានជាអាបយ៉ាងនេះថាយើងក៏បីត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធយើងក៏បីញ៉ាំប្រយោជន៍សពឲ្យសម្រេចដល់សត្វជាកិច្ចមានភាពជាហេតុនៃពោធិសម្ភារជាបច្ចុប្បន្នឋានៈគឺផលនិងមានមហាករុណាជាបតតឋានឬមានឧបនិស្សយសម្បត្តិគឺសម្បត្តិដែលជាឧបនិស្ស័យនឹងជាបតតឋានដូច្នេះអភិនិហានេះក៏មានលក្ខណៈកិច្ចផលបតតឋានដែរក្នុងអភិនិហានោះក៏បីជ្រាបបច្ច័យ4ហេតុ4និងពលៈ4អភិនិហាដែលប្រកបទៅដោយអង្គ8នេះណាអភិនិហាដែលប្រកបទៅដោយអង្គ8នឹងឯងដែលនាំឲ្យព្រះអង្គបានបំពេញនៅពុទ្ធការកធัวកសាងបារមីមករហូតបានត្រាស់ជាពុទ្ធនោះណាគឺអភិនិហានោះជាបច្ច័យនៃបារមីប៉ុន្តែអភិនិហាដែលប្រកបទៅដោយអង្គ8ប្រជុំទៅដោយអង្គ8ហ្នឹងដែលអាចសម្រេចបាននៅអភិនិហាហ្នឹងណាគឺមានបច្ច័យនៃអភិនិហាហ្នឹងទៀតមាន4មានហេតុ4ណាមានពលៈ4បច្ច័យ4នៃអភិនិហា1ព្រះមហាបរតក្នុងលោកនេះរមែងឃើញព្រះតថាគតកំពុងសម្ដែងបរិហារដ៏អស្ចារ្យដោយពុទ្ធានុភាពចិត្តរបស់ព្រះមហាបរតនោះរមែងតាំងនៅក្នុងមហាពោធិញ្ញាណធ្វើបរិហារនោះឲ្យជាអារម្មណ៍ព្រះមហាបរតមានការនឹកដល់ព្រះតថាគតនោះថាព្រះដ៏មានរុភាជាម្ចាស់មានធម៌គួរអស្ចារ្យមិនធ្លាប់មានមកពីមុននិងមានអានុភាពជាអចិន្តយៈយ៉ាងនេះចិន្តយៈគឺគិតមិនដល់គិតមិនឃើញមានជំរឿខ្លាំងណាស់ណាព្រោះបានជាច្បាស់នៅធម្មធាតុណាធម្មធាតុនោះមានអនុភាពដល់ក្រៃលែងព្រះមហាបរតបង្អោនទៅក្នុងសម្ពោធិញ្ញាណធ្វើធម្មធាតុនោះឲ្យជាបច្ច័យដោយអាស្រ័យការឃើញនៅមហានុភាពនោះឯងហើយក៏បានតាំងចិត្តទុកក្នុងអភិនិហានោះនេះជាបច្ច័យទី1នៃអភិនិហាកាលមុនទៀតមុននឹងពុទ្ធជាកហ្នឹងធ្លាប់បានឃើញព្រះសម្មាសម្ពុទ្ធសម្ដែងបរិហារក៏កើតសេចក្តីជ្រះថ្លាតែហើយក៏បានតាំងចិត្តទុកដើម្បីបានសម្រេចនៅអភិនិហាណាទី2
ព្រះមហាបរោះមិនបានឃើញនៅអានុភាពដ៏ធំធេងនៃព្រះតថាគតតាមដែលបានពោលហើយប៉ុន្តែបានស្ដាប់ថាព្រះដែលមានពុទ្ធជាម្ចាស់អង្គនោះដូចនេះនឹងប្រព្រឹត្តទៅយ៉ាងនេះមិនបានឃើញទេតែបានស្ដាប់មកទី2ហ្នឹងដែលជាបច្ច័យនៃអភិនិហានោះព្រះមហាបរមនោះបង្អោនទៅក្នុងពោធិញ្ញាណធ្វើធម្មជាតិនោះឲ្យជាបច្ច័យអាស្រ័យព្រះដែលមានពុទ្ធក៏រមែងតាំងចិត្តទុកក្នុងអភិនិហានោះនេះជាបច្ច័យទី2នៃអភិនិហាទី1បានឃើញផ្ទាល់ទី2គ្រាន់តែបានស្ដាប់ឮទេដល់ទៅទី3ព្រះមហាបរមមិនបានឃើញនៅអានុភាពដ៏ធំធេងនៃព្រះតថាគតទាំងមិនបានស្ដាប់មហានុភាពនោះអំពីអ្នកដទៃឡើយតែការព្រះតថាគតទ្រង់សម្ដែងព្រះធម៌ព្រះមហាបរមរមែងស្ដាប់ធម៌ដែលព្រះធម៌ប្រព្រឹត្តទៅដោយពុទ្ធានុភាពមានន័យថាមនាភិក្ខុទាំងឡាយតថាគតប្រកបដោយកម្លាំង10ដូច្នេះជាដើមទី3ហ្នឹងគឺអត់បានឃើញបរិហាររបស់ព្រះអង្គអត់បានស្ដាប់ទេតែបានស្ដាប់ព្រះធម៌ព្រះអង្គសម្ដែងអំពីទស្សកតញ្ញាណជាដើមអញ្ចឹងទៅព្រះមហាបរមនោះបង្អោនក្នុងសម្ពោធិញ្ញាណធ្វើធម្មធាតុនោះឲ្យជាបច្ច័យអាស្រ័យពុទ្ធានុភាពរមែងតាំងចិត្តទុកក្នុងអភិនិហានោះនេះជាបច្ច័យទី3នៃអភិនិហានឹងមុននឹងព្រះសម្មាសម្ពុទ្ធទីបង្កជាក៏គឺបានមានបច្ច័យនៃអភិនិហាហ្នឹងទី4ព្រះមហាបរោះមិនបានឃើញនៅអនុភាពដ៏ធំធេងនៃព្រះតថាគតចឹងមិនបានស្ដាប់មហាអនុភាពនោះអំពីអ្នកដទៃហើយក៏មិនបានស្ដាប់ព្រះធម៌របស់ព្រះតថាគតដែរតែជាអ្នកមានអធិស្ឋ័យទូលំទូលាយមានការតាំងចិត្តដោយប្រពៃថាយើងនឹងរក្សាវង្សរបស់ព្រះពុទ្ធបែបផែនរបស់ពុទ្ធប្រពៃណីរបស់ព្រះពុទ្ធភាវៈជាធម៌របស់ព្រះពុទ្ធហើយសក្ការៈគោរពរាប់អានបូជាធម៌តែប៉ុណ្ណោះព្រះមហាបរោះប្រព្រឹត្តធម៌បង្អោនទៅក្នុងសម្ពោធិញ្ញាណធ្វើធម្មធាតុនោះឲ្យជាបច្ច័យអាស្រ័យធម៌រមែងតាំងចិត្តទុកក្នុងអភិនិហានោះនេះជាបច្ច័យទី4នៃអភិនិហាមុនដំបូងដែលជាបច្ច័យនៃអភិនិហាទី1ឃើញព្រះអង្គអស្ចារ្យណាស់សម្ដែងរិទ្ធបរិហាជាដើមហ្នឹងទី2មិនបានឃើញទេតែបានស្ដាប់គេពោលសរសើររិទ្ធបរិហារបស់ព្រះសម្មាសម្ពុទ្ធទី3មិនបានឃើញមិនបានស្ដាប់ឮអីក្នុងបរិហាទេតែបានស្ដាប់ព្រះធម៌ព្រះអង្គសម្ដែងអំពីកម្លាំងញាណរបស់ព្រះតថាគតជាដើមហ្នឹងដល់ទៅទី4គឺសំបីតែស្ដាប់មិនបានស្ដាប់ផងតែព្រះអង្គមានប្រតិទលំទលាយដើម្បីបូជាចំពោះព្រះធម៌ធ្វើសក្ការៈចំពោះព្រះធម៌ព្រះអង្គក៏បានប្រារព្ធយកនៅធម៌ដែលជាធំនឹងបង្អោនទៅដើម្បីសម្ពោធិញ្ញាណដោយការដែលព្រះអង្គទ្រង់គោរពនៅព្រះធម៌ហ្នឹងបានទៅជាបច្ច័យនៃអភិនិហាណាឥឡូវនិយាយពីហេតុនៃអភិនិហាម្ដងមាន4ទី1ព្រះមហាបរោះក្នុងលោកនេះតាមប្រកដីជាអ្នកសម្បូរដោយឧបនិស្ស័យសាងសន្សំអធិការក្នុងព្រះពុទ្ធទាំងឡាយពីមុននេះជាហេតុទី1នៃអភិនិហាគឺនិយាយពីការសម្បូរទៅដោយឧបនិស្ស័យបំពេញមកក្នុងព្រះពុទ្ធមុនច្រើនអង្គណាស់រំតែបានមកជួបព្រះសម្មាសម្ពុទ្ធទីបង្កដែលបានសម្រេចនៅអភិនិហាប្រកបដោយអង្គ8នោះណាគឺធ្លាប់មានឧបនិស្ស័យជាមួយព្រះពុទ្ធមុនរាប់ជាតិជាអនេកមកច្រើនព្រះអង្គមកទី2ព្រះមហាបរោះតាមប្រកដីជាអ្នកមាននៅអធិស្ឋ័យករុណាបង្អោនទៅក្នុងករុណាបំណងនឹងនាំទុករបស់សត្វទាំងឡាយឲ្យចេញឆ្ងាយអស់ទៅដោយព្រះមហាបរោះសុខចិត្តព្រមលះបង់កាយនិងជីវិតរបស់ខ្លួននេះជាហេតុទី2នៃអភិនិហាណាយើងស្ដាប់យល់ហើយគឺថាអធិស្ឋ័យរបស់ព្រះអង្គករុណាចាប់ផ្ដើមឡើងគឺករុណាសត្វលោកដែលលងទឹកលងសមុទ្រលិចសំពៅហ្នឹងដល់ចឹងទៅឧបនិស្ស័យអធិស្ឋ័យករុណានឹងឯងដែលជាហេតុមួយនាំឲ្យព្រះអង្គបានបំពេញនៅអភិនិហាដែលជាហេតុទី2នេះទី3ព្រះមហាបរោះប្រឹងប្រែងជាយាមដោយមិនធុញទ្រាន់នឿយណាយពីការប្រព្រឹត្តកិច្ចដែលធ្វើបានដោយលំបាកក្នុងវត្តទុក្ខអការជាអង្វែងក្រៃលែងដើម្បីជាប្រយោជន៍ដល់សត្វមិនតក់ស្លុតចំពោះទុក្ខលំបាកក្នុងសង្សារវដ្តព្រោះហេតុតែពេញចិត្តខ្លាំងចំពោះសព្វយុត្តញ្ញាណរហូតដល់បានសម្រេចនៅប្រយោជន៍តាមដោយដែលប្រាថ្នានេះជាហេតុទី3នៃអភិនិហាគឺសម្ដែងអំពីឧបនិស្ស័យនៃសេចក្តីជាយាមរបស់ព្រះអង្គគឺព្រះអង្គសន្សំការជាយាមធ្វើអ្វីតែតែឲ្យបានសម្រេចដោយសេចក្តីជាយាមដល់ទៅទីបំផុតបានសេចក្តីជាយាមនឹងជាហេតុនៃអភិនិហាទាំងទី1គឺឧបនិស្ស័យសម្បូរទាំងក្នុងការសន្សំនៅអធិការៈបានបំពេញឧបនិស្ស័យនឹងគឺមានឧបនិស្ស័យចំណូលចូលចិត្តពេញចិត្តជាមួយនឹងព្រះពុទ្ធមុនមកទី2គឺច្រើនទៅដោយចិត្តករុណាចង់ជួយដោះទុក្ខសត្វទី3គឺសេចក្តីជាយាមនឹងជាហេតុនៃអភិនិហានោះទី4ព្រះមហាបរោះជាអ្នកអាស្រ័យនៅកល្យាណមិត្តដែលកល្យាណមិត្តនោះជាអ្នកហាមឃាត់អំពើមិនជាប្រយោជន៍ហើយដឹកនាំឲ្យតាំងនៅក្នុងអំពើជាប្រយោជន៍នេះជាហេតុទី4នៃអភិនិហាហ្នឹងគឺចូលចិត្តជ្រះថ្លាចំពោះគុណនៃកល្យាណមិត្តរាប់អានចំពោះតែមនុស្សល្អមិត្តល្អដល់អញ្ចឹងទៅបានជាហេតុនៃការបំពេញអភិនិហាសម្រាប់នៅអភិនិហាបាននឹងហេតុ4ទាំងតមកទៀតក៏បីជ្រាបឧបនិស្សយសម្បទារបស់ព្រះមហាបរោះដែលជាហេតុនៃអភិនិហាទី1ដូចតទៅអធិ
ជាស្រ័យនេះជាការបញ្យល់តែបញ្យល់អំពីរឿងហេតុនៃអភិនិហាណាជាការបញ្យល់សិនបញ្យល់នៅក្នុងហេតុទី1នេះដែលហៅថាសម្បូរទៅដោយឧបនិស្ស័យដែលបានបំពេញជាមួយប្រពុតមុនមកនោះអធិស្ឋានរបស់ព្រះមហាបរោះនោះទន់តោទៅបង្អោនទៅក្នុងសម្មាសម្ពោធិញ្ញាណតែម្យ៉ាងប៉ុណ្ណោះយ៉ាងណាការប្រព្រឹត្តធ្វើនៅប្រយោជន៍ឲ្យដល់សត្វទាំងឡាយក៏យ៉ាងនោះដែរព្រះមហាបរោះនោះបានធ្វើនៅការតាំងចិត្តមមតំពិតប្រកបដើម្បីសម្មាសម្ពោធិញ្ញាណក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធក្នុងការមុនដោយចិត្តនិងវាចាថាសូម្បីអាត្មាអញក៏នឹងយ៉ាងនោះដែរគឺនឹងជាព្រះសម្មាសម្ពុទ្ធញ៉ាំប្រយោជន៍សុខឲ្យសម្រេចដល់សត្វទាំងឡាយដោយប្រពៃនឹងឯងព្រះមហាបរោះដល់ព្រមដោយឧបនិស្ស័យមានឥន្ទ្រីបរិសុទ្ធមានញាណបរិសុទ្ធព្រះមហាបរោះជាអ្នកបប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃមិនមែនដើម្បីប្រយោជន៍ខ្លួនឯងឡើយសូម្បីព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដែលចាត់ថាជាប្រយោជន៍ចំពោះព្រះអង្គតែនេះក៏ដើម្បីជាប្រយោជន៍ដល់អ្នកដទៃដែរក្នុងពុទ្ធកិច្ចទាំងឡាយជាការពិតណាស់អ្នកដទៃទៀតមិនបានបប្រតិបត្តិដូចយ៉ាងព្រះមហាបរោះឡើយគឺព្រះមហាបរោះបប្រតិបត្តិដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយព្រះមហាបរោះជាបុគ្គលឆ្លាតក្នុងប្រយោជន៍សុខដោយបដិធានដែលកើតឡើងតាមឋានៈព្រមទាំងជាបុគ្គលឆ្លាតដ៏យ៉ាងអស្ចារ្យក្នុងឋានៈគឺហេតុគួរនិងហេតុមិនគួរអធិស្ឋាននៃព្រះមហាបរោះប្រព្រឹត្តទៅក្នុងទានបារមីមានសេចក្តីជាអត្ថាប្រកដីនៃព្រះមហាបរោះមានអធិស្ឋានក្នុងទានត្រេកអរក្នុងទានកាលមានទេយធម៌រមែងលះបង់ឲ្យទៅជាទានតែម្ដងមិនលឿនណាយចាក់ភាពជាអ្នកមានប្រកដីចែកចាយរឿយជានិច្ចមានចិត្តអើពើនិងរីករាយក្នុងការឲ្យគួរដល់ការសូមនិងត្រេកអរក្នុងការចែករំលែកនេះគឺនិយាយពីអធិស្ឋានឧបនិស្ស័យនៃព្រះមហាបរោះដែលសន្សំមកដើម្បីបានសម្រេចជាហេតុនៃអភិនិហាហ្នឹងគឺមានអធិស្ឋានទៅនៅក្នុងទានត្រេកអរក្នុងការឲ្យទានការមានទេយធម៌រមែងលះបង់ឲ្យទៅជាទានតែម្ដងមិនលឿនណាយចាក់ភាពជាអ្នកមានប្រកដីចែកចាយរឿយជានិច្ចមានចិត្តអើពើនិងរីករាយក្នុងការឲ្យគួរដល់ការសូមនិងត្រេកអរក្នុងការចែករំលែកការឲ្យទានសំបីទេយធម៌ច្រើនមិនគិតសង្កត់ហើយក៏នៅតែមិនឆ្អែតក្នុងការឲ្យដូច្នេះមិនចាំបាច់និយាយក្នុងការឲ្យតិចឡើយការដែលញ៉ាំងនៅឧស្សាហៈឲ្យកើតឡើងដល់អ្នកដទៃរមែងពោលដល់គុណនៃការឲ្យពោលគឺសម្ដែងធัวពរនីអំពីទានកថាឃើញអ្នកឲ្យទានរមែងពេញចិត្តឲ្យអភ័យដល់អ្នកដទៃអធិស្ឋាននៃព្រះមហាបរោះប្រព្រឹត្តទៅក្នុងសីលបារមីមានសេចក្តីជាអាថាព្រះមហាបរោះរមែងខ្មាស់ឆ្ពើមនិងខ្លាចនៅធัวដល់លំអទាំងឡាយមានការសម្លាប់សត្វជាដើមជាអ្នកមិនបៀតបៀនសត្វទាំងឡាយត្រេកអរនៅក្នុងកុសលធម៌មានសិលមិនអួតអាងមិនមានងាយយាស្មោះត្រង់ប្រដៅងាយប្រកបដោយធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយទន់ខ្លួនមិនរឹងត្អឹងមិនមើលងាយអ្នកដទៃមិនកាន់យករបស់អ្នកដទៃដោយទីបំផុតសូម្បីតែស្មៅឬការអ្នកដទៃភ្លេចរបស់អ្វីនៅក្នុងកន្លែងរបស់ខ្លួនក៏ប្រាប់ឲ្យគេដឹងហើយប្រគល់ឲ្យគេវិញមិនជាអ្នកលោភលន់សូម្បីគ្រាន់តែចិត្តលាមកក្នុងការកាន់យករបស់អ្នកដទៃក៏មិនឲ្យកើតឡើងដែរវាចាការប្រព្រឹត្តខុសក្នុងស្ត្រីទាំងឡាយតាំងពីចម្ងាយនិយាយពិតទុកចិត្តបានផ្សះផ្សាមនុស្សដែលបែកគ្នាផ្ដល់នៅអ្វីដែលជាប្រយោជន៍ឲ្យនិយាយពីរោះមុខមាត់ស្រស់បោះនិយាយប្រកបដោយអត្តប្រកបដោយធម៌មិនមានអវិជ្ជាមិនមានជាបាបមានសម្មាទិដ្ឋិដោយដឹងថាសត្វទាំងឡាយមានកម្មជារបស់ខ្លួនកំណត់ដឹងអរិយសច្ចៈមានកតញ្ញូកតវេទីមានការគោរពអនុតូនចំពោះបុគ្គលដែលចម្រើនទៅដោយគុណមានអាជីពបរិសុទ្ធប្រាថ្នាធម៌បបួលអ្នកដទៃឲ្យតាំងនៅក្នុងធម៌ហាមសត្វទាំងឡាយចាស់អ្វីដែលមិនគួរធ្វើដោយប្រការទាំងពួងហើយឲ្យតាំងនៅក្នុងអ្វីដែលគួរធ្វើវិញអធិស្ឋាននៃព្រះមហាបរោះប្រព្រឹត្តទៅនៅក្នុងនៃខមបារមីមានសេចក្តីជាអត្ថាព្រះមហាបរោះជាបុគ្គលមានកិលេសស្រាលស្ដើងមាននិវរណៈតិចតួចមានអធិស្ឋានក្នុងសេចក្តីស្ងាត់មិនរវើរវាយវិតកាដល់លាមកមិនហូរចូលទៅកាន់ចិត្តនៃព្រះមហាបរោះឡើយចិត្តរបស់ព្រះមហាបរោះនោះដល់នៅសេចក្តីស្ងាត់តាក់មមដោយមិនលំបាកភាពជាបុគ្គលមានមេត្តាប្រព្រឹត្តទៅបានយ៉ាងឆាប់រកបុគ្គលសំបីជាសត្រូវមិនចាំបាច់និយាយដល់បុគ្គលដទៃទៀតឡើយជាអ្នកមានសតិរលឹកដល់អ្វីដែលបានធ្វើនិងសំបីពាក្យសម្ដីដែលនិយាយយូរហើយជាអ្នកមានបញ្ញានិងជាអ្នកឆ្លាតនៅក្នុងកិច្ចដែលគួរធ្វើនោះជាអ្នកប្រារព្ធនៅសេចក្តីព្យាយាមក្នុងការធ្វើប្រយោជន៍ឲ្យដល់សត្វទាំងឡាយជាអ្នកប្រកបដោយកម្លាំងខន្តីអត់ធន់បានទាំងអស់ជាអ្នកមានការតាំងចិត្តមិនញាប់ញួរសមាទានមមទាំជាអ្នកមានមេត្តានិងជាអ្នកប្រងើយក្នុងធម៌ទាំងឡាយដែលជាទីតាំងនៃឧបេក្ខាកាលដែលព្រះមហាបរោះប្រកបដោយលក្ខណៈនៃពោធិសម្ភារទាំងនេះដោយប្រការដូចនេះលោកទៅពោលថាការអាស្រ័យនៅកល្យាណមិត្តជាហេតុនៃអភិនិហាកល្យាណមិត្តក្នុងលោកនេះជាអ្នកដល់ព្រមដោយសទ្ធាសិលសតៈចាគៈវិរិយៈសតិសមាធិនិងបញ្ញាសេចក្តីរបស់នេះគឺអธิบายនៅក្នុងហេតុនៃអភិនិហាណាទេណាឥឡូវនិយាយពីគុណលក្ខណៈរបស់កល្យាណមិត្ត
ដែលមានសទ្ធាជាដើមនោះគឺជឿការត្រាស់ដឹងរបស់ព្រះតថាគតនិងផលរបស់កម្មដោយសទ្ធាសម្បត្តិមិនលះបង់នូវការស្វែងរកប្រយោជន៍ឲ្យដល់សត្វទាំងឡាយដែលជាហេតុនៃសម្មាសម្ពោធិញ្ញាណជាទីស្រឡាញ់ពេញចិត្តនិងជាទីគោរពលើកតម្កើងរបស់សត្វទាំងឡាយជាអ្នករំលឹកដាស់តឿនតេះទាលអំពើអាក្រក់និងអត់ធន់ចំពោះពាក្យសម្ដីដោយសីលសម្បត្តិជាអ្នកពោលធัวជ្រៅជ្រះល្អិតល្អន់នាំមកនូវប្រយោជន៍សុខដល់សត្វទាំងឡាយដោយសត្តសម្បត្តិជាអ្នកប្រាថ្នាតិចសន្តោសស្ងប់ស្ងាត់និងមិនច្របូកច្របល់ដោយពួកកណ្ណាដោយចាគៈសម្បត្តិជាអ្នកប្រារព្ធសេចក្តីជាយាមក្នុងការបប្រតិបត្តិដើម្បីប្រយោជន៍ដល់សត្វទាំងឡាយដោយវិរិយៈសម្បត្តិជាអ្នកមានសតិមាំតំក្នុងធัวដែលមិនមានទោសដោយសតិសម្បត្តិជាអ្នកមិនរវើរវាយមានចិត្តមាំតំដោយសមាធិសម្បត្តិជាអ្នកដឹងសេចក្តីច្បាស់មិនវិពរិតដោយបញ្ញាសម្បត្តិព្រះមហាបរោះនោះស្វែងរកគតិនៃកុសលធម៌និងអកុសលធម៌ដោយសតិដឹងអ្វីជាប្រយោជន៍និងអ្វីដែលមិនមែនជាប្រយោជន៍របស់សត្វទាំងឡាយតាមសេចក្តីពិតដោយបញ្ញាមានចិត្តនឹងធឹងក្នុងធម៌នោះដោយសមាធិហាមសត្វទាំងឡាយចាកសភាវៈដែលមិនជាប្រយោជន៍ហើយឲ្យប្រកបក្នុងសភាវៈជាប្រយោជន៍ដោយវិរិយៈដោយព្រះដ៏មានពភាទ្រង់ត្រាស់ថាមហាបរោះជាបុគ្គលគួរស្រឡាញ់គួរគោរពគួរលើកតម្កើងអត់ធន់ចំពោះពាក្យសម្ដីព្យាយាមបញ្យល់ប្រាប់ទូលមានរំលឹកដល់អ្នកដទៃពលពាក្យមានជំរឿមិនដឹកនាំទៅក្នុងផ្លូវខុសព្រះមហាបរោះអាស្រ័យកល្យាណមិត្តប្រកបដោយគុណយ៉ាងនេះហើយរមែងញ៉ាំងឧបនិស្សយសម្បត្តិរបស់ខ្លួនឲ្យធូរផង់ដោយប្រពៃនោះឯងនិងជាអ្នកប្រកបដោយអធ្យាស្រ័យបរិសុទ្ធដោយល្អប្រកបដោយពលៈ4ញ៉ាំងអង្គ8ឲ្យប្រជុំគ្នាធ្វើមហាភិនិហាមានសភាពមិនវិលត្រឡប់វិញជាធម្មតាជាបុគ្គលទៀងទាត់តែនឹងបានសម្រេចនៅអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងកាលខាងមុខគឺព្រះមហាបរោះជានិយតពោធិសត្វតោះមកនិយាយពីពលៈ4របស់អភិនិហាអភិនិហាវាមានបច្ច័យ4មានហេតុ4មានពលៈ4ពលៈគឺកម្លាំងអញ្ចឹង1អច្ឆតកៈពលៈគឺកម្លាំងខាងក្នុងបានដល់ការពេញចិត្តគោរពធម៌ក្នុងខ្លួនប្រព្រឹត្តទៅដើម្បីសម្មាសម្ពោធិញ្ញាណជាអ្នកមានអធិស្ឋានបង្អោនទៅតែម្យ៉ាងប៉ុណ្ណោះនឹងអច្ឆតកៈពលៈគោរពធម៌ទៀតព្រះមហាបរោះមានខ្លួនឯងជាធំមានការខ្មាស់ឆ្ពើមបាបជាទីពឹងអាស្រ័យនិងដល់ព្រមដោយអភិញ្ញាបំពេញបារមីឲ្យបានសម្រេចនៅសម្មាសម្ពោធិញ្ញាណនឹងកម្លាំងទី1កម្លាំងទី2ពាហិរៈពលៈណាគឺកម្លាំងខាងក្រៅបានដល់ការពេញចិត្តអាស្រ័យអ្នកដទៃប្រព្រឹត្តទៅដើម្បីសម្មាសម្ពោធិញ្ញាណជាអ្នកមានអធិស្ឋានបង្អោនទៅតែម្យ៉ាងប៉ុណ្ណោះព្រះមហាបរោះមានលោកជាធំមានការរាប់អានជាទីពឹងអាស្រ័យនិងដល់ព្រមដោយអភិញ្ញាបំពេញបារមីឲ្យបានសម្រេចនៅសម្មាសម្ពោធិញ្ញាណទី3ឧបនិស្សយពលៈគឺកម្លាំងឧបនិស្ស័យបានដល់ការពេញចិត្តដោយឧបនិស្សយសម្បត្តិប្រព្រឹត្តទៅដើម្បីសម្មាសម្ពោធិញ្ញាណជាអ្នកមានអធិស្ឋានបង្អោនទៅតែម្យ៉ាងប៉ុណ្ណោះណានឹងកម្លាំងទី3ព្រះមហាបរោះមានឥន្ទ្រីចាក់ខ្លាមានការឆ្លាតឆ្លៀសអាស្រ័យសតិនិងដល់ព្រមដោយអភិនិហាបំពេញបារមីឲ្យបានសម្រេចនៅសម្មាសម្ពោធិញ្ញាណណាពលៈទី1គឺថាអាស្រ័យធัวជាខាងក្នុងកម្លាំងទី2គឺអាស្រ័យអ្នកដទៃអាស្រ័យកល្យាណមិត្តគោរពរាប់អានអ្នកដទៃទី3គឺអាស្រ័យឥន្ទ្រីចាក់ខ្លាឆ្លាតឆ្លៀសសតិដោយឧបនិស្សយសម្បត្តិទី4បយោគៈពលៈគឺកម្លាំងជាយាមបានដល់ការដល់ព្រមដោយសេចក្តីជាយាមភាពជាអ្នកធ្វើដោយសេចក្តីគោរពធ្វើតជាប់គ្នាប្រព្រឹត្តទៅដើម្បីសម្មាសម្ពោធិញ្ញាណជាអ្នកមានអធិស្ឋានបង្អោនទៅតែយ៉ាងប៉ុណ្ណោះព្រះមហាបរោះមានជាយាមបរិសុទ្ធធ្វើដោយលំដាប់និងដល់ព្រមដោយអភិនិហាបំពេញបារមីឲ្យបានសម្រេចនៅសម្មាសម្ពោធិញ្ញាណនឹងគឺជាពលៈកម្លាំង4នៃអភិនិហាទៀតអភិនិហានេះដែលដល់ព្រមដោយសមាធិធម៌មានអង្គ8មានការផ្ដើមដោយភាពសម្បូរទៅដោយបច្ច័យ4ហេតុ4ពលៈ4យ៉ាងនេះជាបច្ច័យនៃបារមីទាំងឡាយព្រោះភាពជាមូលហេតុណាអភិនិហាដែលប្រកបដោយអង្គ8នេះគឺជាបច្ច័យនៃបារមីទាំងឡាយនឹងក្នុងបច្ច័យនៃបារមីដែលមានច្រើនណាស់មានពីខាងដើមមកប្រហែល7ចឹងរហូតដល់ចក្រណធម៌នោះហ្នឹងនេះគឺជាបច្ច័យទី1នៃបារមីគឺអភិនិហាម្យ៉ាងទៀតធម៌ទាំងឡាយគួរអស្ចារ្យមិនធ្លាប់មាន4ប្រការរមែងតាំងនៅក្នុងព្រះមហាបរោះ4ប្រការគឺ1ព្រះមហាបរោះមានចិត្តប្រព្រឹត្តទៅក្នុងសពសត្វដោយការស្រឡាញ់ដោយបុតកើតពីដើមទ្រូងរបស់ខ្លួន2ព្រះមហាបរោះមានចិត្តមិនសៅមងដោយអំណាចនៃសេចក្តីសៅមងផ្សេងៗចំពោះបុតឡើយទី3អធិស្ឋាននិងសេចក្តីជាយាមរបស់ព្រះមហាបរោះនោះរមែងនាំមកនៅប្រយោជន៍សុខដល់សត្វទាំងឡាយទី4ធម៌ដែលធ្វើឲ្យបានសម្រេចជាព្រះសម្មាសម្ពុទ្ធរមែងចម្រើនរមែងមានផលក្រៃលែងឡើងព្រះមហាបរោះប្រកបដោយការបង្ហូរមកនៃបុណ្យកុសលដ៏យ៉ាងក្រៃលែងបំផុតជាបច្ច័យនៃសេចក្តីចម្រើនទៅមុខជាអាហារនៃសេចក្តីសុខជាបុគ្គលគួរទទួលនៅចក្ខិណាទានជាបុគ្គលគួរដល់នៅសេចក្តីគោរពដ៏យ៉ាងពងពោះនិងជាបញ្ញខេត្តរកបុគ្គលណាមួយដោយគ្មាន
មហាភិនិហាមានគុណសន្ធឹកសន្ធាប់មានអានិសង្សដ៏យ៉ាងក្រៃលែងយ៉ាងនេះឯងក៏បីជ្រាបថាជាបច្ច័យនៃបារមីទាំងឡាយណាសូមអនុមោទនាណា